នដល់មហិមាលាជាមួយដីថ្មនិងល្បាប់ភក់បានសម្រុកចុះពីតំបន់ភ្នំហេម៉ាឡៃនៅថ្ងៃទី26ខែសីហាឆ្នាំ2026វាកំទេចផ្ទះភូមិផ្លូវស្ពាននិងគម្រោងវារីអគ្គិសនីតាមព្រំដែនចិននេប៉ាល់គិតត្រឹមព្រលឹមថ្ងៃទី27ខែសីហា AP រាយការណ៍ថាចំនួនអ្នកស្លាប់កើនដល់160នាក់ក្នុងនោះភាគច្រើននៅនេប៉ាល់និងខ្លះទៀតនៅទីបេខណៈមនុស្សជាង400នាក់ទៀតនៅបាត់ខ្លួនភាគច្រើនជាជនបរទេសនៅនេប៉ាល់យោងតាម Reuters គ្រោះមហន្តរាយនេះបានវាយប្រហារខ្លាំងតាមដងទន្លេ Lende Botekosi នៅនេប៉ាល់ប្រជាជននាំគ្នារត់គេចទីប្រជុំជនជាច្រើននៅក្នុងស្រុក Rasuwa និង Novakot ត្រូវបានបំផ្លាញផ្លូវប្រវែង42គីឡូម៉ែត្រទៅកាន់ច្រកព្រំដែន Rasuwa Kadi និងស្ពានបេតុងជាច្រើនត្រូវទឹកគួចយកទៅនៅខាងទីបេច្រកព្រំដែនជីរងរងការខូចខាតយ៉ាងធ្ងន់ធ្ងរតើទឹកដ៏ច្រើននេះមកពីណាការវិតម្លៃបឋមរបស់អ្នកវិទ្យាសាស្ត្របង្ហាញថាផ្ទាំងទឹកកកនិងថ្មដ៏ធំអាចបាក់រអិលចូលទន្លេ Lende រាំងខ្ទប់ផ្លូវទឹកធ្វើឲ្យទឹកកកស្ទះនៅផ្នែកខាងលើនៅពេលទំនប់ទឹកនោះទប់ទឹកលែងជាប់ទឹកដ៏ច្រើនបានសម្រុកចុះមកក្រោមនាំទាំងដីថ្មនិងកំទេចកំទីមកជាមួយមានចំណុចមួយទៀតដែលកំពុងត្រូវបានស៊ើបអង្កេតគឺរញ្ជួយដីរដ្ឋមន្ត្រីការបរទេសនេប៉ាល់លោក Caesar Canal បានប្រាប់សភាថារញ្ជួយដី4កណ្ដោះសញ្ញា4 Richter បានកើតឡើងនៅទីបេនៅម៉ោង 8:37 នាទីព្រឹកហើយ3នាទីក្រោយមកក៏មានទឹកជំនន់យ៉ាងខ្លាំងតែម្ដងអាជ្ញាធរសង្ស័យថារញ្ជួយដីអាចពាក់ព័ន្ធទៅនឹងការបាក់ដីនាំមកនៅល្បាប់ភក់យ៉ាងច្រើនសន្ធប់ទឹកជំនន់នេះក៏វាយប្រហារយ៉ាងធ្ងន់ធ្ងរទៅលើវិស័យវារីអគ្គិសនីរូបភាពនិងព័ត៌មានពី Rasuwa បង្ហាញថាគម្រោងវារីអគ្គិសនីមួយត្រូវទឹកហូរនាំយកទៅទាំងស្រុងខណៈគម្រោងវារីអគ្គិសនីផ្សេងៗទៀតរងការខូចខាតនៅខាងចិនប្រធានាធិបតីស៊ីជីនពីងបានបញ្ជាឲ្យស្វែងរកនិងសង្គ្រោះអ្នកបាត់ខ្លួនឲ្យអស់ពីលទ្ធភាពជំរាបប្រជាពលរដ្ឋនៅតំបន់គ្រោះថ្នាក់និងព្យាបាលអ្នករងរបួសលោកក៏បានបញ្ជាឲ្យពង្រឹងការតាមដាននិងប្រព័ន្ធព្រមានជាមុនដើម្បីបង្ការគ្រោះមហន្តរាយបន្តបន្សំអ្វីដែលគួរឲ្យព្រួយបារម្ភបំផុតនៅពេលនេះគឺមហន្តរាយអាចមិនទាន់ចប់Reuters រាយការណ៍ថានៅផ្នែកខាងលើទន្លេ Lende នៅតែមានការរាំងខ្ទប់ផ្លូវទឹកដែលអាចបង្កជាទឹកជំនន់ជាលើកទី2ប្រសិនបើទឹកកកស្ទះហើយបញ្ចេញចុះមកភ្លាមៗខ្ញុំរស់សុធាវី News Today NTTV